PC បាទយើងមើលតាមលំដាប់លំដោយយើងចូលទៅ service email security email rebuild ហើយយើងក៏ reset NPC សូមផ្ដាំថាការ reset NPC នេះមិនមែនជាចំណុចល្អសម្រាប់សុកទៅ reset លេងទេបើមិនបាន backup OPL ទេកុំទៅ reset វាលេងនាំតែទូរស័ព្ទនោះលែងមានសេវាហើយរលត់បើមានសេវាក៏អាចប្រើបានក្នុងរយៈពេលប្រមាណ3នាទីទេវានឹងរលត់វិញហើយបាទតែបើសិនជាมันមានចំណុចដែលត្រូវធ្វើកុំទៅចុចលេងយើងមកមើលតែពេលយើង reset ហើយយើងមកចុច info វិញយើងនឹងបាន OPL របស់យើងនោះក្បាលលេខ1បាទនៅក្បាល1 2 3 4 5បាទទូរស័ព្ទនៅបើក channel ឡើយទេក៏ប៉ុន្តែវានឹងខូច NPC បាត់ទៅហើយណាក្នុងករណីចាំបាច់បានយើងធ្វើពេលនេះយើងមកមើលការ error flash តែម្ដងតើយើង error យ៉ាងម៉េចបាទ error flash គឺយើងវាមានចេញ address ស្រាប់ហើយបើសិនអត់មានចេញ address ទេគឺយើងចុច get address បន្ទាប់មកយើងចុច error flash ទៅហើយយើងឆ្លើយ yes ដើម្បី confirm ពេលនោះវាចាប់ដើម error flash ដល់យើងមិនបាច់ប្រើការ error ដូចចំនួនមុនយើងប្រើ file error តាម tornado អីវាមានចំណុច error flash ហ្នឹងយើងត្រូវទៅរក file error file អីយកមក error ហើយញ៉ៃឲ្យខ្លះមកចេញ file rapido papuki អី rap 3G អីហ្នឹងដល់អញ្ចឹងនោះវិញមិនដឹងស្អីទៅស្អីណាសម្រាប់អ្នកដែលអត់ធ្លាប់លេង program ជ្រៅហ្នឹងមិនដឹងស្អីទៅស្អីឮតែគេនិយាយមកឈឺក្បាលហ្មងសំបីតែខ្ញុំក៏អញ្ចឹងណាបាទដល់វាអញ្ចឹងទៅMHK នេះវាធ្វើតម្រូវការឲ្យសម្រាប់អ្នកល្ងងយ៉ាងដូចយើងថាល្ងងទៅចុះព្រោះយើងមិនចេះធ្វើផលិត program ដូចគេអញ្ចឹងសម្រាប់អ្នកល្ងងប្រើអញ្ចឹងយើងអាចប្រើចុចតាមតាគេទៅគឺបានលុយបណ្ដោយបាទវាស្រួលអញ្ចឹងដែរបើគ្រាន់ថាចំណុចខ្លះចុចអស់លុយវិញដោយទូរស័ព្ទគេនៅស្រួលសោះយើងមកចុចលេងទៅបណ្ដោយចាចុចហ្នឹងវាមានចំណុចល្អចំណុចមិនល្អដែរអញ្ចឹងទាមទារការយល់ដឹងច្រើនដែរអំពីការប្រើ program បាទហើយការលក់ប្រអប់នៃប្រអប់ program នេះអ្នកលក់ប្រអប់ហ្នឹងមិនទៀងថាគាត់ចេះទាំងអស់ទេដូច្នេះគាត់ដឹងតែពីកំងមកលក់ដើម្បីយកកម្រៃពីលើអញ្ចឹងការចេះអាស្រ័យទៅលើការស្រាវជ្រាវរបស់យើងឬរៀនពីគ្រូណាដែលគាត់មានបទពិសោធន៍ខ្ពស់ផ្នែក program នេះបាទសង្ឃឹមថានៅស្រុកខ្មែរអញ្ចឹងក៏មានគ្រូមិនតិចទេដែលចេះផ្នែកអស់នេះអូខេអារ៉ាស់វែងពេកអញ្ចឹងយើងត្រូវបញ្ចប់ឲ្យនៅចុងក្រោយគេទៅហើយយើងនឹងដឹងថាការអារ៉ាស់នោះយ៉ាងម៉េចការអារ៉ាស់នោះវាខូចអស់ហើយអញ្ចឹងបើយើងអារ៉ាស់ហើយហ្នឹងបើសិនតែយើងចង់ទៅធ្វើ OPL គឺយើងអាចធ្វើ OPL បានដូច្នេះទូរស័ព្ទដែលអារ៉ាស់នេះហើយគឺទូរស័ព្ទរលត់ហើយណាយើងចង់ឲ្យទូរស័ព្ទនេះឆេះមកវិញតោះតែយើងរើស file flash អញ្ចឹងហើយយើងចុច flash ទៅ write flash ឲ្យទូរស័ព្ទនោះឆេះមកវិញតែការទូរស័ព្ទនោះឆេះមកវិញហ្នឹងគឺ email ខូចបាត់ទៅហើយបើយើងលេងអារ៉ាស់អញ្ចឹងសម្រាប់ BB5 គឺហាមអារ៉ាស់ប្រសិនបើគ្មានករណីចាំបាច់តែអារ៉ាស់ទៅលើខ្លះវា backup backup OPL ហ្នឹងលើខ្លះនឹងយើងមិនយល់ច្បាស់ហ្នឹងក៏មិនដឹងវាយកទៅទុកណាមិនដឹងយកមកដាក់វិញមិនអីមិនណាបើសិនជាយើងយល់ច្បាស់យើងក៏ធ្វើតាមការយល់ដឹងរបស់យើងមកចំណុចនេះចង់និយាយអំពីការ error ហើយនិងការ flash ហើយរបៀបដែលគេធ្វើ OSK ហ្នឹងគេធ្វើរបៀបម៉េចធម្មតាឮតែគេនិយាយឧទាហរណ៍ថាឮតែគេនិយាយតែយើងមិនបានយល់តែសម្រាប់អ្នកដែលបានយល់ក៏សូមអធិស្ឋានផងនេះសម្រាប់តែអ្នកមិនបានយល់អ្នកមិនចេះប្រើសោះអញ្ចឹងយើងចង់ធ្វើ OSK ហ្នឹងបញ្ជូនឲ្យគេដើម្បីទៅទិញ OPL មកយើងធ្វើមិនទៅតែសម្រាប់ MHK នេះវាមិនត្រូវធ្វើអញ្ចឹងបើគ្រាន់ថាលើខ្លះយើងចង់ដឹងឬក៏យើងចង់ចេះឬអីហ្នឹងគឺយើងអាចឬក៏យើងចង់បញ្យល់ទៅសិស្សរបស់យើងពីរបៀបធ្វើ OSK ហ្នឹង OSK យើងធ្វើហេតុអីបានយើងចាំធ្វើ OSK យើង OSK ហ្នឹងគឺយើងចង់ធ្វើសម្រាប់តែក្នុងករណីទូរស័ព្ទខូច email អញ្ចឹងទៅយើងចង់ទិញ OPL មកប៉ុន្តែមិនថោកទេណា BB5 ណាបាទបើតាមចំនួនមុននេះគឺ$20ជាងដែលទិញមកពីនេះអាច25ក្រោយមកធ្លាក់នៅ18ក្រោយធ្លាក់17ឬថា15អញ្ចឹងទៅប៉ុន្តែមិនថោកហើយយើងមកយកពីម៉ួយប្រហែល
chẳng hay cả tới chiếc và ba ở tại khôi imi hái cứ phía tràn imi tới 1745 phía tràn cứ dương mình xây cho bàn thạ bị cá này tại bây giờ trên giấy xong tình cặp sạch vào đó đó năng nghĩ tới rồi OPL khơi đây mà thiệt đá bà sân nhẹ để vừa muốn nâng về bàn cái bàn rải tam mình khi cho bác chỉ OPL nơiក្នុង computer គេហ្នឹងហើយក៏ប៉ុន្តែគេមិនដឹងថាស្អីនឹង OPL ក៏អាចថាបានដែរដល់រាយចូលរាយឡើងជាប់តំណឹងទៅក៏ចប់ទៅខ្ញុំក៏បានជួបជាញឹកញយរឿងបញ្ហាការរាយកាលណាយើងរាយខុស version អញ្ចឹងទៅបាត់ខូចបាត់ដល់វាខូចបាត់មិនខុស version នៃ program ដែលថាយើងយក6300ទៅរាយជាមួយ N7 អីចឹងទៅវាខូចបាត់ដល់វាខូចទៅវាមានបញ្ហាផ្នែក EMI អញ្ចឹងអាចទូរស័ព្ទនោះបើកឆេះអត់មានសេវាអាចទូរស័ព្ទនោះបើកឆេះមានសេវាប៉ុន្តែឆេះលុតក្នុងរយៈពេល 2-3 នាទីអញ្ចឹងទៅអញ្ចឹងប្រើអត់បានដដែលអូខេបើនិយាយផ្លេចនិយាយគឺ flash ណាការ flash គឺវា flash MCU ហើយវា flash មកពី EPM ហើយវា flash CNT កន្លែង MMC នោះគឺវាអត់ flash ទេបើសិនតែយើងបានញាត់ MMC memory នៅក្នុងទូរស័ព្ទវានឹងរាយdefault memory ចូលក្នុងហ្នឹងបើយល់ល្អកុំលពឹសទៅនេះបើថាតាមត្រូវហ្នឹងគឺត្រូវដោះតិចចេញ MMC ទៀតកុំឲ្យវាកើតទៅជាឆ្ងល់ពេលរាយនោះរើសមកអញ្ចឹងមែនបើដោះតិចវាចេញទៅមិនបាច់ឲ្យវាមានទេអូខេយើងមើលទៅគឺថាយើងបានហើយ AM2 ឲ្យដល់7ហើយ EMI វាក៏ត្រូវ1 2 3 4 5បានន័យថាអត់ប្រើកើតដូច្នេះតែក្នុងករណីហ្នឹងគឺ Simlock data ក្រាបហើយណាអញ្ចឹង Simlock information យើងមកមើល Simlock information 0000អស់លីណាក្រាបបាត់ហើយអញ្ចឹងវាចេញអញ្ចឹងពេលយើងមក reveal EMI អញ្ចឹង reveal EMI នេះគឺយើងចង់ read OSK មិនមែនមក reveal អីកើតទេយើងខូចបាត់ហើយអញ្ចឹងយើង read OSK អញ្ចឹងទៅហើយយើងអាចយកតួលេខ OSK នេះយកមិនបាច់ដាក់ឈ្មោះទៅដើមយើងដាក់ស្អីអញ្ចឹង6300អញ្ចឹងទៅហើយយើង save ទៅវានឹងបាន OSK ដូច្នេះយើងបញ្ជូន OSK នេះទៅតំបន់ទៅទីតាំងទៅហាងណាដែលគេទទួលធ្វើ OPL ហ្នឹងយើងធ្វើអញ្ចឹងទៅបាទហ្នឹងគឺរឿងដែលយើងត្រូវធ្វើក៏ប៉ុន្តែករណីអស់នេះវាមិនសឹងងាយជួបគ្រាន់ថាចង់បញ្យល់ឲ្យយល់ថាអូស៊ីជម្រៅហ្នឹងវាអញ្ចឹងព្រោះករណីនេះភាគច្រើនសិស្សជាទូទៅក្នុងរៀនលក្ខណៈធម្មតាមិនអាចយល់ទេបាទ OSK គឺបានក្នុងវា save ទៅក្នុងកម្មវិធីរបស់វា Data Backup នោះឯង